មកបង្រៀនអ្នកទាំងអស់គ្នាអំពីការឆុងកាហ្វេតាមម៉ូកាផតជាដំបូងយើងវាស់ទឹក150ក្រាមយើងចាក់ចូលក្នុងកំសៀវហើយយើងលើកដាក់លើចង្ក្រានបើកភ្លើងត្រឹមលេខ5អំឡុងពេលដែលយើងរងចាំទឹកពុះយើងយកគ្រាប់កាហ្វេដាក់ចូលក្នុងប្រដាប់កិនឲ្យចិត្តវិញយើងកិនឲ្យម៉ត់ដោយសារតែខ្ញុំចូលចិត្តគ្រាប់កាហ្វេកិនថ្មីឈ្ងុយកិនរួចហើយយើងដោះទុកមួយឡែកសិនខណៈពេលនោះទឹកពុះយើងបិទភ្លើងហើយដាក់ចុះមកក្រោមយកកាហ្វេដែលកិនហើយនឹងចាក់ចូលក្នុងតម្រងកាហ្វេរួចហើយយើងសង្កត់វាថាដាក់ចូលក្នុងកំសៀវទឹកក្តៅរួចហើយយើងមូលឲ្យជាប់បើវាមិនជាប់វាលើកទៅវាអាចកពុបអញ្ចឹងវាផលចេញមកកពុបហើយយើងលើកដាក់លើចង្ក្រានបើកភ្លើងត្រឹមលេខ2រងចាំកាហ្វេផលចេញក្រៅរយៈពេល13ទៅ15វិនាទីហើយយើងលើកពីចង្ក្រានជាការស្រេចបើបងប្អូនចង់បានរសជាតិផ្អែមបន្ថែមស្ករឬទឹកដោះគោតាមចំណង់ចំណូលចិត្តនិងខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បើលោកអ្នកពេញចិត្តវីដេអូរបស់នាងខ្ញុំសូមជួយចុច Subscribe ឲ្យនាងខ្ញុំផងសូមអរគុណ